ងឆ្មាំសមុទ្រចិនបានចេញល្បាតក្នុងដែនសមុទ្រភាគខាងកើតនៃកោះតៃវ៉ាន់ដោយចាត់ទុកថាជាសកម្មភាពការពង្រឹងការអនុវត្តច្បាប់ការល្បាតនេះធ្វើឡើងជាការឆ្លើយតបទៅនឹងគម្រោងកិច្ចប្រជុំរវាងជប៉ុននិងហ្វីលីពីនដើម្បីបែងចែកព្រំដែនសមុទ្រដែលចិនចាត់ទុកថាស្ថិតក្នុងដែនទឹកភាគខាងកើតនៃកោះតៃវ៉ាន់របស់ចិនកងឆ្មាំសមុទ្រចិនបានប្រកាសនៅថ្ងៃទី1ខែមិថុនាថានេះជាសកម្មភាពចាំបាច់មួយដើម្បីទប់ទល់នឹងគំនិតផ្ដួលផ្ដងឯកតោភាគីរបស់ប្រទេសទាំងពីរកាលពីសប្តាហ៍មុនជប៉ុននិងហ្វីលីពីនបានព្រមព្រៀងទាំងងារចាប់ផ្ដើមការចរចាជាផ្លូវការស្ដីពីការកំណត់ព្រំដែនសមុទ្រនៃតំបន់សេដ្ឋកិច្ចពិសេសនិងខ្ពស់រាបបាតសមុទ្រដោយយោងតាមច្បាប់អន្តរជាតិជាការព្រមព្រៀងចិនបានជំរុញឲ្យប្រទេសទាំងពីរបញ្ឈប់ភ្លាមៗនៅរាល់សកម្មភាពខុសច្បាប់ណាដែលបំពានសិទ្ធិអធិបតេយ្យនិងផលប្រយោជន៍របស់ខ្លួនក្រសួងការបរទេសចិនក៏បានចេញសារប្រតិកម្មយ៉ាងខ្លាំងកាលពីថ្ងៃទី29ខែឧសភាដោយចាត់ទុកការពិភាក្សារបស់ជប៉ុននិងហ្វីលីពីនថាខុសច្បាប់ទាំងស្រុងគ្មានដន្លៃនិងទទេទាក់ទងនឹងបញ្ហានេះក្រសួងការបរទេសតៃវ៉ាន់បានអះអាងថាប្រទេសចិនពុំមានសិទ្ធិជិះចូលក្នុងដែនអធិបតេយ្យនិងសិទ្ធិអធិបតេយ្យលើតំបន់ដែនសមុទ្រដែលពាក់ព័ន្ធនឹងខ្លួនឡើយតៃវ៉ាន់បានលើកឡើងថានាវាចម្បាំងនិងយន្តហោះចិនតែងធ្វើសកម្មភាពនៅក្បែរកោះរបស់ខ្លួនស្ទើររាល់ថ្ងៃហើយជួនកាលមានទាំងនាវាឆ្មាំសមុទ្រចិនផងដែរប្រតិបត្តិការល្បាតនេះបានកើតឡើងត្រឹមតែមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីបញ្ជាការឋានយោធាភូមិភាគខាងកើតចិនបានប្រកាសពីការចិនប្រតិបត្តិការល្បាតតាមផ្លូវទឹកនិងផ្លូវអាកាសរបស់ខ្លួននៅក្បែរប្រជុំកោះស្កាបារ៉ូដែលជាតំបន់ចំនួនដែនទឹកដោះសាបមួយរវាងចិននិងហ្វីលីពីននេះឆ្លុះបញ្ចាំងពីការបន្តជំរុញអំណាចរបស់ចិនក្នុងដែនសមុទ្រមានចំនួនណានាក្នុងតំបន់